ដូចខ្ញុំនិយាយថារឿងទាំងអស់នេះគឺជាព្រឹត្តិការណ៍របស់គេទេហើយដឹងគេរិះគន់មកខ្ញុំវិញមិនទេគេថាខ្ញុំនឹងប្រឆាំងអត់មើលស្ថានភាពដូច្នេះរឿងទាំងអស់នេះណាបងប្អូនរឿងទាំងអស់នេះវាទៅជាយើងប្រឆាំងអត់មើលស្ថានភាពដែលខ្ញុំចង់និយាយប្រាប់ថាវាមិនមែនជាសង្គ្រាមឈ្លានពានវាមិនមែនជាសង្គ្រាមដណ្ដើមទឹកដីក៏ប៉ុន្តែវាគ្រាន់តែសង្គ្រាមបង្កើតព្រឹត្តិការណ៍ឲ្យកាប់សម្លាប់គ្នាដើម្បីបង្កើតព្រឹត្តិការណ៍រហូតដល់ឃើញ MMO យកស្អីយក Donald Trump ទៅចាស់ហើយផ្សាយហើយនិយាយលោឡាថាលោក Donald Trump នឹងខឹងជាមួយប្រទេសថៃចេះហើយកន្លែងណាបកប្រែថាម៉េចកន្លែងហ្នឹងវាអត់មានអីផងហ្នឹងឥឡូវខ្ញុំចុះក្រុម MMO នេះមកដល់ក្រុម MMO ហ្នឹងក្រុមរបស់នេះបងក្រុមរបស់ហ៊ុនសែនហ្នឹងឯងក្រុម MMO ហ្នឹងក្រុមរបស់ហ៊ុនសែនក្រុមដែលការពារហ៊ុនសែនក្រុមដែលលើកជើងហ៊ុនសែនក្រុមដែលញុះបងប្អូន scroll មើលនៅក្នុង Facebook ណាមើល real មើល Facebook live មើលស្អីទៅក្រុមអស់ហ្នឹងណាគឺញុះទាំងអស់ហើយអបមាដូចខ្ញុំនិយាយមិញបើសិនណាដំណោះស្រាយមានបញ្ហាភ្លាមឧទាហរណ៍ថាលោកអនុทิនគាត់បដិសេធថាក្រោយពេលដែលយើងចរចាគ្នានៅម៉ាឡេស៊ីហើយថាយើងឈប់បាញ់គ្នារួចហើយនៅតែមានការផ្ទុះមានបន្តទៅទៀតយើងត្រូវទទួលយកគ្នាថាអូខេឥឡូវវាមានហេតុការណ៍ផ្ទុះមានអញ្ចឹងណាបើវាមានហេតុការណ៍ផ្ទុះមានអញ្ចឹងយើងធ្វើម៉េចអគ្គមេបញ្ជាការយោធាខ្មែរក៏ដោយឬក៏អគ្គមេបញ្ជាការយោធាថៃក៏ដោយឬក៏អ្នកបច្ចេកទេសឬក៏អ្នកដែលសង្កេតការរបស់អាស៊ានក៏ដោយជួបជុំគ្នាភ្លាមយើងថាសកម្មភាពយោធាទាំងសងខាងពីព្រោះឥឡូវកំពុងតែដកអាវុធធុនធ្ងន់ចេញពីព្រំដែនមិនអញ្ចឹងនៅក្នុងដំណាក់កាលហ្នឹងប៉ុន្តែយើងផ្អាកសកម្មភាពហ្នឹងភ្លាមអានេះបើសិនជាយើងនិយាយអំពីបច្ចេកទេសនៅក្នុងការដោះស្រាយបញ្ហាជាទស្សនៈណាយើងរកកន្លែងតាមមួយជួបគ្នារកកន្លែងជួបគ្នានៅប្រទេសថៃមិនបានជួបគ្នានៅភ្នំពេញមិនបានតែជួបគ្នានៅម៉ាឡេស៊ីម្ដងទៀតតែជួបគ្នាលក្ខណៈបច្ចេកទេសមិនមែនទៅនិយាយអំពីរឿងការចុះហត្ថលេខាស្អីទៀតទេទោះទីតាំងកន្លែងណាយើងស្គាល់ទីតាំងទោះមិនអញ្ចឹងយកអ្នកសង្កេតការទាំងពីរប្រទេសទាំង3ប្រទេសទាំងប្រមាណប្រទេសដែលមានហ្នឹងទៅដល់ទីតាំងហ្នឹងភ្លាមណាយកអ្នកបច្ចេកទេសសិក្សាថាតើទឹកដីហ្នឹងដំបងសិក្សាឲ្យច្បាស់ថាតើទឹកដីហ្នឹងវាជាដែនដីរបស់អ្នកណាពីព្រោះយើងថាដែនដីខ្មែរហើយខាងថៃគេថាដែនដីថៃមិនអញ្ចឹងទំនាស់គឺនៅកន្លែងហ្នឹងអាហ្នឹងយើងនិយាយអំពីទីតាំងភូមិសាស្ត្រសិនថាកន្លែងផ្ទុះមីនហ្នឹងខាងភាគីថៃគេថាវាផ្ទុះនៅលើទឹកដីថៃមីនថ្មីខាងខ្មែរថាទីនោះគឺជាទឹកដីខ្មែរមានចាស់ហើយកងកម្លាំងខ្មែរបានទាំងរារាំងមិនអោយទីហ៊ានថៃចូលមកមើលកន្លែងផ្ទុះមាននឹងទៀតក្នុងដំណាក់កាលនេះណាដោយសារគេយល់ថានោះគឺជាទឹកដីរបស់ខ្មែរនេះយើងនិយាយអំពីបច្ចេកទេសសុទ្ធសាធយើងមិនមែនតែកាន់ជើងអ្នកណាកន្លែងនេះណាគឺយើងរកដំណោះស្រាយអញ្ចឹងឲ្យគណៈកម្មការព្រំដែនឲ្យអ្នកបច្ចេកទេសឲ្យអ្នកសង្កេតការទៅមើលទីតាំងនឹងទាំងអស់គ្នារួចហើយយើងធ្វើការវិនិច្ឆ័យរួមគ្នាទៅថាទីតាំងកន្លែងហ្នឹងយើងមើលទៅតាមផែនទីមួយណា